រឿងចៃនិងមូសនៅក្នុងក្រឡាបន្ទំរបស់ស្ដេចមួយអង្គមានចៃញីមួយក្បាលរស់នៅក្នុងផ្នត់ភួយវាអាស្រ័យដោយបឺតឈាមស្ដេចរស់នៅយ៉ាងមានសេចក្តីសុខមានថ្ងៃមួយមូសមួយក្បាលហើរចូលមកសុំចៃបឺតឈាមស្ដេចដែរចៃនិយាយថាអញអាចបឺតឈាមស្ដេចបានតែពេលដែលស្ដេចដេកលក់តែប៉ុណ្ណោះបើឯងសន្យាថាចាំស្ដេចដេកលក់សិនចាំបឺតឈាមគាត់ទើបអញព្រមឲ្យឯងផឹកឈាមរបស់គាត់មូសតបខ្ញុំសូមសន្យានៅពេលដែលពួកគេកំពុងតែជជែកគ្នាស្ដេចក៏យាងចូលមកដល់ហើយក៏បានប្រះខ្លួនដេកលើគ្រែទៅមូសក៏ចាប់បឺតឈាមស្ដេចភ្លាមដោយមិនចាំដល់ស្ដេចផ្ទំលក់ទាន់ឡើយស្ដេចភ្ញាក់ក៏ស្រែកហៅអ្នកបម្រើហេមានស្អីខំអញមើលក្រែងលយមានចៃឬមូសលើគ្រែរបស់អញនៅពេលដែលមូសឮបែបនេះវាក៏ហើរចេញទៅអ្នកបម្រើក៏មកដល់ហើយពិនិត្យមើលទៅក៏ឃើញមានចៃមួយនៅក្នុងផ្នត់ភួយរួចក៏សម្លាប់ចៃនោះចោលទៅចំពោះគំនិតនៃរឿងគឺការក្បត់ពាក្យសន្យានាំឲ្យបាត់បង់មិត្តភាពសូមអរគុណ